រដីទៅមួយក្រុមយុវជនបូជាការពារយុទ្ធធម៌ក្រុមការបញ្ជារបស់អ្នកញ៉ាលៀងណាវត្រាបន្តស្រដៃគ្នាដល់រងមាំរៀបចំស្បៀងអាហារលើកទឹកចិត្តគាំទ្រជំមុខនឹងប្រជាជនភាគសឹកក្នុងកលៈទេសៈស្មារតីទៅមួយការពារជាតិពីខ្មាំងសត្រូវក្រុមយុវជនបូជាការពារយុទ្ធធម៌ក្រុមការដឹកនាំរបស់អ្នកញ៉ាលៀងណាវត្រានៅថ្ងៃទី16ខែធ្នូនេះបាននឹងកំពុងរៀបចំស្រដៃគ្នាបង្ហាញពីស្មារតីផ្ទៃក្នុងដ៏រឹងមាំក្នុងការលើកទឹកចិត្តគាំទ្រជួរមុខនិងជឿជាក់លើសម្ដេចតេជោសម្ដេចធិបតីរាជរដ្ឋាភិបាលនិងវីរៈកងទ័ពដ៏អង់អាចក្លាហានដើម្បីការពារបូរណភាពទឹកដីចាប់តាំងពីមានការវាយប្រហារឈ្លានពានជាថ្មីពីសំណាក់យោធាថៃអ្នកញ៉ាលៀងណាវត្រាប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌បានចាត់ក្រុមការងារយុវជនទាំងអស់នៅរាជធានីភ្នំពេញកំពុងឈរជើងក្បែរសមរភូមិនាំយកអំណោយផ្ដល់ជូនវីរៈជួរមុខនិងជូនភាសឹកជាបន្តបន្ទាប់ដើម្បីចូលរួមចំណែកមួយរាជរដ្ឋាភិបាលក្នុងការជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋទឹកចិត្តរបស់ប្រជាពលរដ្ឋពេលនេះជាពិសេសស្មារតីសាមគ្គីកាន់តែរឹងមាំរបស់យុវជនបង្ហាញឲ្យឃើញនូវកម្លាំងដ៏រឹងមាំសាមគ្គីជាតិខ្មែរក្នុងកលៈទេសៈប្រទេសជាតិកំពុងជួបប្រទះនឹងការលំបាកដោយការឈានពានពីប្រទេសជិតខាងនៅពេលជាតិខ្មែររួបរวมគ្នាគ្មានអំណាចណាបំបែកបំបាក់បានស្បែកតែកម្លាំងយោធានិងអាវុធក៏មិនអាចឈ្នះស្មារតីជាតិបានឡើយនេះជាមូលហេតុដែលសាមគ្គីជាតិខ្មែរតែងតែជាកម្លាំងស្នូលសម្រាប់ការពារជាតិ